បាទសួស្តីបងប្អូនគ្នាឥឡូវនេះខ្ញុំមានម៉ូទ័រកាត់ជញ្ជាំងរបស់ Makita ដែលមានលេខកូដ SG 1251សម្រាប់ SG 1251ប្រើផ្លែទំហំ125មីលីម៉ែត្របងប្អូនគ្នាកម្លាំងវ៉ាត់1400វ៉ាត់បាទហើយតើតើជាមួយនឹងជម្រៅនៃការកាត់គឺ3ហ៊ុននេះ3ហ៊ុនជម្រៅអតិបរមានៅពេលកាត់គឺអុកបែបនេះបាទអុកបែបហ្នឹងឬក៏យើងសារ៉េបាទមូលមកសារ៉េតម្លាក់ចុះឬតម្លើងដល់ចំណុចហ្នឹងទៅហើយចំពោះកម្រាស់ចំពោះទទឹងនៃការកាត់វិញណាយើងអាចសារ៉េផ្លែបាទសារ៉េផ្លែចន្លោះពី6មីលីម៉ែត្ររហូតដល់30មីលីម៉ែត្រដែលស្មើ3ហ៊ុននេះគ្នាអញ្ចឹងបាទជម្រៅបាន3កម្រាស់បានទទឹងបាន3បងប្អូនគ្នានៅពេលដែលយើងកាត់បាន2ចង្អុលហើយយើងអាចដាប់តាមក្រោយគឺស្រួលមែនតើបងប្អូនគ្នាហើយប្រភេទនេះភ្ជាប់មកជាមួយនឹងកន្លែងដែលយើងអាចធ្វើតំណទៅជាមួយនឹងម៉ូទ័របូមទលីក៏បានឬក៏បំពង់ហុយចេញទៅខាងក្រោយខ្នងយើងក៏បានដែរបងប្អូនគ្នាហើយនេះគឺមានកង់កវលនេះដើម្បីជួយរុញឧទាហរណ៍ថានៅពេលដែលយើងកាត់ណាគឺមានកង់ហ្នឹងដើម្បីនេះនៅពេលដែលយើងរុញគឺបែបហ្នឹងណាគឺបាទវិលតាមបែបហ្នឹងដើម្បីឲ្យចលនារុញរបស់យើងបានល្អឬក៏ទាញចុះបានល្អដែរហើយតកតងជាមួយនឹងប្រភេទនេះគឺមានបច្ចេកវិទ្យាកាត់បន្ថយរំញ័រទៀតនេះ AGS បាទ AGS នេះគឺ Super Joint System ដែលបំពាក់នៅកន្លែងនេះបាទរបស់ Makita ហ្នឹងធ្វើឲ្យបាទ Makita ម៉ូទ័រ Makita ហ្នឹងអត់សូវញ័រមកលើអ្នកប្រើប្រាស់ខ្លាំងទេបាទប្រភេទនេះយើងក៏មាន sample ក្នុងការតេស្តសាកល្បងដែរអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់តេស្តសាកល្បងមុននឹងទិញយកទៅប្រើប្រាស់បងប្អូនអ្នកគ្នាអាចទៅបានបាទសូមអរគុណ